iPhone ដែលមានបញ្ហាជាប់ iCloud ពុកម៉ែបងប្អូនមិនចាំបាច់បារម្ភទេថ្ងៃនេះអតិថិជនគាត់បានយក iPhone XS Max យកមកធ្វើការផ្លាស់ប្ដូរបនសិននៅហាងកម្ម Covid Mobile Service របស់យើងដោយទូរស័ព្ទរបស់គាត់មានបញ្ហាជាប់ iCloud ផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានទូរស័ព្ទ iPhone គ្រប់ model ទាំងអស់ដែលមានបញ្ហាជាប់ iCloud ជាប់កូដធ្វើឲ្យអត់ចេញហ្នឹងអញ្ចឹងពុកម៉ែបងប្អូនមិនបាច់ចាំបារម្ភទេពុកម៉ែបងប្អូនអាចមកទទួលសេវាកម្មជួសជុលនិងផ្លាស់ប្ដូរនៅហាងកម្ម Covid Mobile Service របស់យើងទាំងពីរសាខាផងដែរដោយសាខាទី1យើងមាននៅជាប់រង្វង់មូល stop កម្មកោនិងសាខាទី2យើងមាននៅជាប់រង្វង់មូល stop ទូកុកនេះតតែម្ដងអញ្ចឹងសម្រាប់ការជួសជុលពុកម៉ែបងប្អូនបាច់បារម្ភទេជាងជំនាញរបស់យើងគាត់មានការយកចិត្តទុកដាក់ហើយយើងមានការធានាជូនពុកម៉ែបងប្អូនផងដែរបាទហើយកាន់តែពិសេសនោះគឺនៅពេលដែលពុកម៉ែបងប្អូនមកជួសជុលពុកម៉ែបងប្អូនអាចអង្គុយរងចាំយកបានភ្លាមតែម្ដងដោយពុកម៉ែបងប្អូនអង្គុយរងចាំយើងមាន free ជូនជាមួយនឹងកាហ្វេនិងភេសជ្ជៈផ្សេងជូនពុកម៉ែបងប្អូនពិសាដោយឥតគិតថ្លៃផងដែរបាទហើយអ្វីកាន់តែពិសេសនោះគឺសម្រាប់ពុកម៉ែបងប្អូនដែលមានការចុច like ចុច share គឺពុកម៉ែបងប្អូននឹងមានការបញ្ចុះតម្លៃបាទ promotion បញ្ចុះតម្លៃរហូតដល់ 30% អញ្ចឹងអរគុណពុកម៉ែបងប្អូនមានចម្ងល់បន្ថែមអាចទំនាក់ទំនងឬក៏សួរព័ត៌មានតាមលេខទូរស័ព្ទខាងក្រោមនេះជួបគ្នានៅក្នុងវីដេអូក្រោយទៀតកម្ម Covid មជ្ឈមណ្ឌលជួសជុលស័ព្ទដៃទំនើបធានាលើគុណភាពដើម្បីសម្រុំសេវាកម្មរហ័សទាន់ចិត្ត